បាទនេះគឺជាវីដេអូរបស់ PKH Hot News ហើយឥឡូវនេះគឺមានក្មេងដល់កំសត់2នាក់ដេកនៅលើដោយចិញ្ចើមផ្លូវដែលត្រូវពុកម្ដាយនឹងបោះបង់ចោលបាទមួយហ្នឹងគឺដេកនៅលើដីបាទគឺបានទៅណាបាទហើយខាងនេះគឺដេកដោះអាវនៅលើបង់ហ្នឹងបាទមូខំនឹងសុខខ្លួនអីបាទនេះគឺជាក្មេងកំសត់2នាក់ដែលត្រូវពុកម្ដាយបោះបង់ចោលហ្នឹងគឺដើរសុំលុយគេនិងបោះកញ្ចក់ឡានគេតាមស្តុកបាទពិតជាគួរឲ្យណាសូមជួយ like និង share របស់វីដេអូរបស់ PKH Hot News ផងបាទបើសិនជាបងប្អូនទាំងអស់អាណិតក្មេង2នាក់នេះបាទនៅទីក្រុងភ្នំពេញយើងមិនមែនតែមានអ្នកកំសត់កម្រនិងក្រីក្រហើយគឺពិតជានៅមានអ្នកដែលក្រីក្រនិងលំបាកជាងនេះទៅទៀតគឺមានច្រើនប៉ុន្តែយើងមិនអាចនឹងជួយពួកគេបានគ្រប់គ្នាទាំងអស់ទាំងស្រុងនោះទេបាទសូមជួយ like វីដេអូនិងជួយ like និង share វីដេអូរបស់ PKH Hot News ផងបាទ